អូខេអញ្ចឹងយើងទៅវីដេអូបន្តទៀតគឺវីដេអូទី9វីដេអូហ្នឹងគឺវីដេអូចុងក្រោយសម្រាប់ប្រើប្រាស់ tool ហ្នឹងគឺតាក់ទងទៅនឹង rename គឺរបៀបម៉េចឧបមាថានេះអា10 bot នេះយើងអត់ចង់បានចំណងជើងហ្នឹងទេយើងចង់បានចំណងជើងថ្មីអញ្ចឹងយើងទាញមកហើយយើងបកមកមើលនៅក្នុង tab ទី1វិញ lyric អញ្ចឹងយើង select នៅលើគេ API គេអញ្ចឹងខ្ញុំ select យក DeepSeek ចុះអញ្ចឹងនៅពេលដែលវាធ្វើការគឺវានឹងចាប់ API DeepSeek យកមកធ្វើការហើយតាក់ទងទៅនឹងការដូរចំណងជើងណាហើយចំណងជើងយើងអាចដូរទៅជាអង់គ្លេសក៏បានឬក៏ទៅជាឥណ្ឌូនេស៊ីវិញក៏បានដែរណាអញ្ចឹងខ្ញុំយក sample ទៅអង់គ្លេសទៅអានេះតាក់ទងទៅនឹង mood អញ្ចឹងវាតាក់ទងទៅនឹងចម្រៀងទៀតចម្រៀងយើងធ្វើវាអីគេដូចថា set អញ្ចឹងយើងយកអាហ្នឹងមក mood ហ្នឹងមកគឺនៅពេលដែលវា rename គឺវាទៅស្តៀងហ្នឹងហើយណាហើយកន្លែងនេះគឺកន្លែង exclude word មានថានៅក្នុងចំណងជើងនីមួយៗបងប្អូនចង់កុំឲ្យវាចេញពីអីភាគច្រើន AI វាចេញថាអីគេចំណងជើងអីគេ whisper coffee អីចឹងទៅអញ្ចឹងយើងអាច filter អាពាក្យទាំងអស់ហ្នឹងបានកុំឲ្យដាក់នៅលើចំណងជើងហ្នឹងអូខេអញ្ចឹងខ្ញុំដាក់ coffee អញ្ចឹងទៅ whisper ភាគច្រើនខ្ញុំឃើញណាហ្នឹងអញ្ចឹងខ្ញុំដាក់2ហ្នឹងទៅមានថាគឺអា2នេះគឺអត់ឲ្យមានដាច់ខាតនៅលើចំណងជើងរបស់យើងអញ្ចឹងអានេះ save យើង save ដាក់ណាអញ្ចឹងខ្ញុំ save ដាក់នៅលើនេះដដែលមកតេសមកហើយខ្ញុំដាក់ថា change អញ្ចឹងមកអូខេអញ្ចឹងយើង start rename នេះចេញមកឃើញទេបងប្អូននេះវាងាយស្រួលអញ្ចឹងណាយើងដូរចំណងជើងអូខេហើយបងប្អូនគឺតែប៉ុណ្្នឹងទេអញ្ចឹងតាក់ទងទៅនឹង tool ហ្នឹងខ្ញុំសរុបមកវិញគឺប្រើបាន4មុខងារទី1គឺ generate lyric generate Suno download Suno flow generate លើ flow download flow ហើយនឹង rename ចំណងជើងបទចម្រៀងរបស់យើងកុំឲ្យវា duplicate អូខេអញ្ចឹងមានតែប៉ុណ្្នឹងទេបងប្អូនចឹងអរគុណទាំងអស់គ្នា